សួស្តីទាំងអស់គ្នាជួបគ្នាម្ដងទៀតហើយជាមួយវីដេអូថ្មីដែលថ្ងៃនេះខ្ញុំនឹងមកធ្វើខប្រហុកត្រីពោដែលមានវិធីក៏ដូចជារបៀបធ្វើខុសៗគ្នាអញ្ចឹងដំបូងបំផុតយើងត្រូវមានគ្រឿងដូចជាស្លឹកក្រូចរំដេងខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសតែបើសិនជាអ្នកគ្នាចេះហូបហឹលទេគឺមិនបាច់ដាក់ក៏បានដែរបន្ទាប់ពីយើងលាងសម្អាតរួចរាល់ហើយយើងក៏ចាប់ផ្ដើមដើរទៅកាត់ស្លឹកគ្រៃព្រោះថាគ្រឿងរបស់យើងមិនអាចខ្វះបាននោះគឺស្លឹកគ្រៃដែរបន្ថែមភាពឈ្ងុយក៏ដូចជាកាត់ក្លិនឆ្អាបត្រីរបស់យើងបន្ទាប់ពីគ្រឿងទេសរបស់យើងរៀបចំរួចរាល់ហើយខ្ញុំក៏ចាប់ផ្ដើមដើរផ្សាយផ្សំអន្លក់ដែលមាននៅជុំវិញផ្ទះដែលអន្លក់មួយប្រភេទនេះបងប្អូនភាគច្រើនក៏បានស្គាល់ហើយគឺជាស្លឹកដំឡូងដែលយើងយកទៅស្រុះហូបជាមួយនឹងខប្រហុករបស់យើងក្នុងថ្ងៃនេះបងប្អូនគ្នាហើយបន្ទាប់មកខ្ញុំក៏ចាប់ផ្ដើមដើរបេះជាមួយនឹងត្រប់ពុទ្ធញោឬក៏អាចហៅមួយយ៉ាងទៀតថាជាត្រប់ចង្កោមហើយប្រភេទបន្លែដែលដាំនៅជុំវិញផ្ទះនេះគឺជាបន្លែធម្មជាតិដែលយើងដាំលក្ខណៈគ្រួសារអត់ប្រើថ្នាំប្រើជាតិគីមីទេយើងប្រើជីធម្មជាតិហើយនឹងស្រោចទឹកហើយលោករបស់យើងបន្ទាប់នេះទៀតហ្នឹងគឺស្លឹកម្រុំចំពោះស្លឹកម្រុំគឺល្អសម្រាប់សុខភាពមែនទេបងប្អូនដោយសារតែពេលយើងញ៉ាំទៅគឺយើងគឺត្រជាក់ក្នុងអញ្ចឹងណាហើយប្រភេទស្លឹកម្រុំនេះគឺយើងអាចធ្វើម្ហូបបានច្រើនមានធ្វើលក់ស្លកោស្លឲ្យផ្សេងៗអញ្ចឹងទៅហើយនេះជាក់ស្ដែងជាបន្លែជុំវិញផ្ទះដែលយើងដើរប្រមូលមានផ្កាល្ពៅមានផ្ទីមានស្លឹកម្រុំមានបន្លែផ្សេងៗទៀតដែលយើងអាចយកមកធ្វើជាលក់បានណាបងប្អូនហើយសម្រាប់ដើមម្រុំនេះគឺយើងអាចស្រស់ហូបទាំងមែកដែលមែកខ្ចីណាយើងមិនចាំបាច់កាត់វាចោលទេដោយសារតែជាប្រភេទថ្នាំត្រជាក់ហើយគ្រឿងផ្សំរបស់យើងបានចាត់ក៏ដូចជារៀបចំរួចរាល់ហើយមានគ្រឿងផ្សំដែលកាត់ឆ្អាបមានស្លឹកគ្រៃស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមដែលយើងបានរៀបចំទុកជាស្រេចនៅក្នុងការធ្វើមុខម្ហូបរបស់យើងមុខនេះហើយចំពោះខប្រហុកនេះលក់កាន់តែច្រើនកាន់តែឆ្ងាញ់បងប្អូនទាំងអស់គ្នាចំពោះប្រភេទលក់យើងមានលក់ស្រស់យើងមានលក់ញ៉ាំឆៅតែប្រភេទលក់ស្រស់គឺញ៉ាំទៅស្រួលរំលាយអាហារហើយវាក៏ជួយសម្រួលប៉ះយើងបានច្រើនផងដែរហើយនេះផ្កាល្ពៅផ្ទីក៏ដូចជាលក់ផ្សេងៗនោះគឺយើងបានចាត់រៀបចំលាងសម្អាតឲ្យស្អាតដើម្បីធ្វើការស្រស់ហើយយើងក៏មានជាមួយនឹងក្តាប់ល្ហុងផងដែរក្តាប់ល្ពៅប្រភេទលក់ទាំងអស់នេះគឺញ៉ាំទៅល្អមែនទែនចំពោះសុខភាពព្រោះវាសិតសឹងតែជាបន្លែធម្មជាតិដែលយើងដាំនៅជុំវិញផ្ទះរបស់យើងបងប្អូនអរគ្នាហើយយើងចាប់ផ្ដើមរៀបចំស្រស់ម្ដងមុខរៀបចំលក់របស់យើងទុកឲ្យរួចរាល់ចាំយើងចាប់ផ្ដើមមកធ្វើខប្រហុករបស់យើងហើយជាក់ស្ដែងខប្រហុករបស់យើងមានត្រីហើយតួអង្គសំខាន់មួយមុខនេះទៀតនោះគឺប្រហុកគឺយើងអត់បានទេប្រហុកព្រោះឈ្មោះថាខប្រហុកត្រូវតែមានប្រហុកយើងច្រាំប្រហុករបស់យើងរួចរាល់ហើយយើងចាប់ផ្ដើមដាក់ឆ្នាំងរបស់យើងដាំឲ្យក្ដៅហើយយើងដាក់ប្រេងឆាបន្តិចដើម្បីរំលីងគ្រឿងដែលយើងបានធ្វើទុកនឹងមានរំដេងស្លឹកក្រូចស្លឹកគ្រៃយើងរំលីងឲ្យឈ្ងុយអញ្ចឹងបងប្អូនហើយជាក់ស្ដែងត្រង់ចំណុចនេះបងប្អូនខ្លះក៏គាត់កិនម្ទេសកិនខ្ទឹមឲ្យម៉ត់អញ្ចឹងណារបៀបធ្វើខុសៗគ្នាទៅតាមស្រុកភូមិក៏ដូចជាទលាមត្រឡប់គ្រួសារបើសម្រាប់អ្នកតែខ្ញុំគឺធ្វើខប្រហុកដាក់គ្រឿងធំអញ្ចឹងបងប្អូនយើងរំលីងឲ្យឈ្ងុយហើយយើងក៏រំលីងជាមួយនឹងប្រហុកដែលយើងច្រាំមុនហ្នឹងយើងដាក់ត្រីចូលយើងដាក់ស្ករដាក់ប៊ីចេងលៃលោកឲ្យសមល្មមទៅនឹងបរិមាណត្រីបងប្អូនអរគ្នាហើយយើងងាស់ឲ្យចូលជាតិបន្តិចយើងចាក់ទឹកចូលតាមល្មមសមរម្យនឹងបរិមាណត្រីយើងក៏ជ្រុំជាមួយនឹងអំពិលទុំហើយរងាស់មកស្ទុះគឺរួចរាល់ហើយបងប្អូនអរគ្នានេះខប្រហុករបស់យើងអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូជួបគ្នាវីដេអូក្រោយទៀតបាយបាយ